បងប្អូនថ្ងៃនេះខ្ញុំចង់នាំអារម្មណ៍បងប្អូនឲ្យស្គាល់ពីគុណតម្លៃនៃការចិញ្ចឹមគោបែបស្រុកស្រែបងប្អូនអញ្ចឹងយើងចូលសាច់រឿងតែម្ដងការចិញ្ចឹមគោបែបស្រុកស្រែបងប្អូនគឺជារបរមួយដែលមានសារៈសំខាន់មែនទែនសម្រាប់គ្រួសារកសិករជនបទណាបងប្អូនហើយគោអាចជួយក្នុងការធ្វើស្រែបង្កើតកូនសម្រាប់បង្កាត់ពូជឬផ្ដល់លាមកបងប្អូនលាមកវាក៏អាចធ្វើជាជីបានដែរលាមកសម្រាប់ធ្វើជាជីធម្មជាតិអាចលក់ដើម្បីបង្កើនប្រាក់ចំណូលផងដែរបងប្អូននេះជាផលប្រយោជន៍នៃសត្វគោបងប្អូនហើយដើម្បីចិញ្ចឹមគោឲ្យមានសុខភាពល្អគួរផ្ដល់ស្មៅស្រស់បងប្អូនឬចំណីដែលមានគុណភាពគ្រប់គ្រាន់ហើយព្រមទាំងទឹកស្អាតជានិច្ចបងប្អូនអញ្ចឹងអាសាមានទឹកស្អាតអីឲ្យមុជឬក៏ផឹកអីចឹងបងប្អូនហើយចំណែកទ្រុងគោត្រូវតែស្អាតស្ងួតជានិច្ចបងប្អូនអញ្ចឹងរាល់ទ្រុងគោគឺយើងត្រូវតែសម្អាតមិនមែនដេកកិនលើលាមកវាប្រឡាក់ខ្លួនបងប្អូនអត់ទេអញ្ចឹងយើងត្រូវសម្អាតឲ្យស្ងួតស្អាតហើយនឹងមានខ្យល់ចេញចូលល្អបងប្អូនហើយម្ចាស់គោក៏គួរចាក់វ៉ាក់សាំងនិងពិនិត្យសុខភាពគោជាប្រចាំដើម្បីការពារជំងឺបងប្អូនព្រោះឥឡូវវាមានជំងឺវាអាចកើតឡើងទៅលើសត្វអញ្ចឹងវាធ្វើឲ្យយើងខាតពេលវេលាខាតទាំងថវិកាអញ្ចឹងបងប្អូនអញ្ចឹងពេលដែលយើងចិញ្ចឹមយើងចង់បានផលល្អគួរតែយើងត្រូវការមើលថែដិតដល់ដែរបងប្អូនមិនមែនយើងចិញ្ចឹមតាមធម្មតាវាបានដូចគ្នាគ្រាន់តែថាពេលខ្លះវាអត់សូវបានទទួលផលបានច្រើនអញ្ចឹងបងប្អូនហ្នឹងហើយសម្រាប់ការចិញ្ចឹមគោគឺតាមបែបធម្មជាតិនឹងយកចិត្តទុកដាក់ល្អជួយឲ្យគោយើងលាងលូតលាស់រឹងមាំហើយមានផលនៅក្នុងនឹងដែរធ្វើឲ្យយើងមានលទ្ធភាពល្អនិងនាំនៅចំណូលប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារកសិករបងប្អូននេះហើយជាផលប្រយោជន៍នៃការចិញ្ចឹមគោជាស្រ័យបងប្អូននិយាយយើងចង់ប្រាំងចិញ្ចឹមគោបែបស្រុកស្រែចម្ការបងប្អូននៅក្នុងវីដេអូនេះខ្ញុំឃើញគោក្រហមមួយនេះបងប្អូនជាប្រភេទមេគោឡាយមើលទៅគឺស្អាតមែនទែនហើយប្រភេទគោនេះគឺរោមវាជាប្រភេទគេហៅថាប្រភេទរោមស្ងួតបងប្អូនអញ្ចឹងគឺមើលទៅចាំងនឹងភ្លើងទៅមានអារម្មណ៍ថាស្អាតភ្លឺថ្លាស្អាតតែម្ដងបងប្អូនគោក្រហមហើយចំណង់ចំណូលចិត្តរបស់ខ្ញុំគឺខ្ញុំចូលចិត្តគោពណ៌ក្រហមនឹងបងប្អូនគឺស្រឡាញ់មិនថាញីមិនថាឈ្មោះតែឲ្យតែប្រភេទក្រហមគឺស្អាតតែមកហើយសរសើរម្ចាស់គោនេះបងប្អូនគឺមានការថែទាំស្អាតមែនទែនមិនរួមគឺស្អាតរលោងមានន័យថាយើងគ្រាន់តែមើលគោប៉ុណ្ណឹងយើងដឹងថាម្ចាស់គាត់យកចិត្តទុកដាក់ក្នុងការថែទាំគោបែបណាបងប្អូនឃើញចាក់ស្ដែងយើងរួមភ្លឺស្អាតតែម្ដងបើសិនជាម្ចាស់អត់សូវយកចិត្តទុកដាក់ទេគោប្រភេទនេះគឺមានលាមកប្រឡាក់ពេញកតុយពេញតាគៀកអីចឹងណាអត់ស្អាតទេអញ្ចឹងយើងកលេចមើលតែប៉ុណ្ណឹងយើងអាចសម្គាល់ដល់ម្ចាស់មានការថែទាំបានល្អបងប្អូនអញ្ចឹងយើងត្រឡប់មកវិញតោះឥឡូវយើងចូលមកសាច់រឿងយើងវិញសម្រាប់គោដែលគួរជ្រើសរើសមកចិញ្ចឹមនោះគួរតែមានសុខភាពល្អបងប្អូនមាំមួនភ្នែកភ្លឺរោមរលោងដូចខ្ញុំលើកខាងដើមអញ្ចឹងណាប្រភេទគោក្រហមអញ្ចឹងបងប្អូនហើយនឹងដើរបានរឹងមាំគួរមានចំណង់អាហារល្អបងប្អូនមិនស្គមពេកទេឬធាត់ពេកនឹងមិនមានសញ្ញាល្អនៃជំងឺបើសិនជាជ្រើសរើសគោសម្រាប់បង្កាត់ពូជគួរតែបងប្អូនជ្រើសរើសគោដែលមានប្រវត្តិពូជល្អហើយរាងកាយវាសមស្របបងប្អូននិងមានសុខភាពរឹងមាំចំពោះគោសម្រាប់ចិញ្ចឹមយកសាច់បងប្អូនគួរតែជ្រើសរើសយកគោដែលលូតលាស់លឿនមានសាច់ដុំល្អនិងអាចសម្របខ្លួនទៅតាមបរិស្ថាននៃតំបន់យើងនៅក្នុងតំបន់បានណាបងប្អូននេះហើយជាសារៈសំខាន់នៃការជ្រើសរើសពូជមកចិញ្ចឹមបងប្អូនការជ្រើសរើសគោមានសុខភាពមានគុណភាពតាំងពីដំបូងណាបងប្អូននឹងជួយកាត់បន្ថយហានិភ័យនៃជំងឺងាយស្រួលថែទាំនិងបង្កើនចំណេញពីការចិញ្ចឹមផងដែរបងប្អូនហ្នឹងហើយបងប្អូននេះជាលក្ខណៈដែលយើងចង់ចិញ្ចឹមគោបងប្អូនត្រូវមានលក្ខណៈប្រមាណយ៉ាងដែលខ្ញុំរៀបរាប់ហ្នឹងអញ្ចឹង
បន្ទាប់បន្សំគឺយើងត្រូវយកចិត្តទុកដាក់ក្នុងការមើលថែគោមិនថាគោជាប្រភេទបែបណាទេបើសិនជាយើងចង់បានប្រភពចំណូលដែលវាចូលឲ្យផុតផលឲ្យយើងវាទាមទារឲ្យយើងមានការមានន័យថាយកជាចិត្តទុកដាក់ចំពោះគោហ្នឹងណាបងប្អូនមិនមែនយើងចេះតែប្រឡែងប៉ាត់ណាប៉ាត់ណីពេញទៅវាលហើយកលេចមើលកន្លែងរស់នៅរបស់វាក៏អត់ស្អាតទេអញ្ចឹងបងប្អូនអញ្ចឹងយើងចង់បានទិន្នផលមានន័យថាគោវាអត់បានដូចបំណងយើងដែរយើងជាក់ស្ដែងវាទទួលបានដែរប៉ុន្តែទទួលបានក្នុងចំណែកណាមួយវាមិនបានពេញលេញដូចជាការមើលថែរបស់យើងណាបងប្អូនអញ្ចឹងទាមទារឲ្យយើងយកចិត្តទុកដាក់មើលថែដែរគោណាបងប្អូនរាល់ការចិញ្ចឹមមិនមែនយើងចិញ្ចឹមតាមបានវាអញ្ចឹងផលដែលវាទទួលឲ្យវាហុចឲ្យយើងគោតាមបាននឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងលក្ខណៈចិញ្ចឹមគោគឺត្រូវមានលក្ខណៈសម្បត្តិអញ្ចឹងបងប្អូនចំណែកកូនគោនេះគឺស្អាតមែនទេបងប្អូននេះកូនគោនេះខ្មែរមួយឈាមពីរឈាមបងប្អូនមេខ្មែរបាឡាយបងប្អូនហើយមេនេះគឺជាមេខ្មែរមេនេះតែកើតកូនបានដូចជាបាន7 8ខែបងប្អូនតែបកាយស៊ីហើយសបុកពោះឲ្យកូនល្អមេហ្នឹងបងប្អូននេះជាទស្សនវិជ្ជាដែលខ្ញុំបង្ហាញជារួមនៅកន្លែងគោបងប្អូន